សម្ដេចជួនសែនអំពីវនីវដល់អ្នកភូតកុហកឈប់ប្រើការជឿចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសម្ដេចជួនសែនបានអំពីវនីវដល់អ្នកភូតកុហកឈប់ប្រើប្រាស់ការជឿចាប់របស់សម្ដេចកាលពី50ឆ្នាំមុនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅមុខទៀតលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនេះព្រឹកថ្ងៃទី23ខែមករាឆ្នាំ2026សម្ដេចជួនសែនបានសរសេរថាសូមបញ្ឈប់ការប្រើប្រាស់ការជឿចាប់របស់សម្ដេចកាលពី50ឆ្នាំមុនមកបោកប្រាស់សម្ដេចតទៅទៀតសម្ដេចជួនបានលើកឡើងថាក្រោយរំដោះចេញពីរបបប៉ុលពតឆ្នាំ1979ពិសេសក្រោយពេលដែលសម្ដេចនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាននិងភាគយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីមកមានមនុស្សមិនតិចជាង20នាក់ទេដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសរបស់សម្ដេចដែលបានស្លាប់ទៅនោះមកចាប់ជាមនុស្សទាំងនោះខ្លះសរសេរសម្បត្តិបញ្ជូនមកសម្ដេចចុះតាមទស្សនាវដ្តីនិងក្រោយបង្ហោះតាមបណ្ដាញសង្គមដូចជា Facebook ជាដើមសម្ដេចតេជោបានបន្ថែមថាករណីចុងក្រោយហាក់ដូចធ្ងន់ធ្ងរបន្តិចមានទាំងអត្ថបទមានទាំងឆ្លើយឆ្លងជាមួយនឹងមនុស្សដែលស្គាល់ Telegram របស់សម្ដេចអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀត